ក្រចេះគឺជាខេត្តមួយដែលនៅសល់ផ្ទះបុរាណឈើច្រើនជាងគេហើយមិនត្រឹមតែប៉ុណ្្នឹងទេខេត្តក្រចេះក៏សម្បូរកន្លែងដើរលេងតាក់ទាញជាច្រើនផងដែរដូចជាយើងអាចទៅមើលសត្វផ្សោតដែលជាសត្វកម្រទៅលេងកោះត្រង់ជាអទេសញ៉ាំក្រូចថ្លុងដែលមានរសជាតិឆ្ងាញ់ផ្អែមយើងអាចទៅលេងទឹកជ្រោះកំពីក៏ដូចជាសកម្មភាពផ្សេងៗទៀតអញ្ចឹងកុំឲ្យខាប់ពេលយូរតទៅទស្សនាវីដេអូនេះជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ខេត្តក្រចេះគឺជាខេត្តតូចមួយដែលមានទីរួមខេត្តសណ្ដូកតាមបណ្ដោយទន្លេមេគង្គចម្ងាយប្រមាណជាង200គីឡូម៉ែត្រនិងស្ថិតនៅប៉ែកឦសាននៃរាជធានីភ្នំពេញហើយសម្រាប់កន្លែងទី1ដែលពួកខ្ញុំបានមកលេងនេះគេហៅថារមណីយដ្ឋានធម្មជាតិទឹកជួរទន្លេមេគង្គកម្ពីជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅលើដងទន្លេមេគង្គមានទីតាំងស្ថិតនៅភូមិក្បាលជួរឃុំសំបុកស្រុកចិត្តបុរីខេត្តក្រចេះសម្រាប់សម្បត្តិចូលវិញម្នាក់ 1000 រៀលកម្ពីនេះគឺជាកន្លែងប្រជុំកូនកោះតូចជាច្រើនបាទព្រមទាំងមានឆ្នេរខ្សាច់និងចលងទឹកហូរជាច្រើនសន្តានដោយមានដើមរ៉ៃដើមរាំងជាច្រើនបាទហើយបើនិយាយថាទឹកទន្លេវិញយ៉ាងថ្លាយំនៅរដូវប្រាំងអាចឲ្យភ្ញៀវទេសចរមុជលេងកំសាន្តបានយ៉ាងសប្បាយប៉ុន្តែយ៉ាងណាមិញរមណីយដ្ឋានមួយនេះយើងអាចទៅលេងកំសាន្តបាននៅតែរដូវប្រាំងប៉ុណ្ណោះបាទចាប់ពីខែមករាដល់ខែឧសភានៅនឹងគេមានធ្វើជាកញ្ចុះវែងបាទកញ្ចុះគេច្រើនមែនតើក៏មានលក់របស់ញ៉ាំជាច្រើនដែរបាទមានត្រីអាំងត្រីងៀតត្រីឆ្អើអីនឹងសម្បូរមែនតើសម្រាប់កន្លែងអង្គុយយើងអាចជួល 10000 ប៉ុន្តែបើសិនជាយើងកំងអាហារអីញ៉ាំនៅកន្លែងនោះគេអត់គិតថ្លៃកញ្ចុះទេហើយនិយាយថាអញ្ចឹងនៅពេលដែលយើងដើរលេងហត់បែកញ៉េះចេះមានតែពូការីស្វេតមួយនេះគឺថាល្អមែនតើបងប្អូនដោយសារតែពូការីស្វេតនេះមានសារធាតុអ៊ីយ៉ុងស្តៀងទៅនឹងជាតិទឹកក្នុងរាងកាយដែលអាចបំពេញជាតិទឹកបានយ៉ាងឆាប់រហ័សនិងរក្សាជាតិទឹកក្នុងខ្លួនយើងបានយូរដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើងនិយាយថាទៅលេងនៅហ្នឹងសម្បូរភ្ញៀវទេសចរមែនតើបាទក៏ចោះលេងទឹកលេងអីអញ្ចឹងទៅហើយយើងក៏អាចទិញអីញ៉ាំកាពិកប៉ុកអញ្ចឹងណាបងប្អូនមានទាំងបុកល្ហុងមានទាំងអីហ្នឹងអូឆ្ងាញ់មែនតើរសជាតិបុកល្ហុងគេនេះដាក់មកឡើងចាប់ជាតិតែម្ដងបងប្អូនហើយចេញពីកម្ពីទៅពួកខ្ញុំបានទៅលេងកន្លែងរមណីយដ្ឋានលងផ្សោតដោយសារតែនៅតាមផ្លូវទៅជាមួយគ្នានឹងឯងសម្បត្តិទូក 50000 រៀលយើងអាចជិះបាន6នាក់បាទសម្រាប់រយៈពេល1ម៉ោងហើយនិយាយថាមានអារម្មណ៍រំភើបមែនតើព្រោះថាខ្ញុំចង់មកមើលសត្វផ្សោតនេះយូរមកហើយពេលវេលាល្អបងប្អូនអាចមកមើលពេលថ្ងៃរះឬក៏អញ្ចឹងទេពេលល្ងាចអញ្ចឹងបាទពេលថ្ងៃរៀបលិចអញ្ចឹងណារៀងត្រជាក់ហើយនិយាយថាឥឡូវនេះទូកសហគមន៍គេប្រើសូឡាពីលើដំបូងចេះបងប្អូនល្អមែនតើគេប្រើម៉ូទ័រជំនួសម៉ាស៊ីនសាំងអញ្ចឹងណាសង្កេតឃើញថាមានភ្ញៀវបរទេសមកលេងច្រើននៅកន្លែងលងផ្សោតនេះយើងមកលេងដឹងតែបានឃើញដោយសារតែផ្សោតត្រូវការងើបដកដង្ហើមហើយពេលដែលវាងើបម្ដងចុះវាបាញ់ទឹកចេញមកបាញ់ដូចចេញផ្សែងឬស៊ីតហ្មងពេលខ្លះទៅងើបរៀងឆ្ងាយពេលខ្លះទៅរៀងមកគៀកយើងអញ្ចឹងប៉ុន្តែមិនគៀកពេកទេធំអូនហើយនិយាយថាស្រែកមួយថ្ងៃឡើងស្រែកទឹកហើយអញ្ចឹងយើងបានពូការីស្វេតនេះឯងដែលបានការពារការបាត់បង់ជាតិទឹកនិងធ្វើឲ្យយើងស្រស់ស្រាយក្រោយដល់ពេលដែលយើងញ៉ាំណាយើងអាចញ៉ាំបានគ្រប់ពេលគ្រប់សកម្មភាពហ្មងបើនិយាយពីសត្វផ្សោតនៅទីនេះវិញមានប្រមាណប្រហែលជា30ក្បាលដែលរស់នៅកន្លែងលងហ្នឹងណាហើយនិយាយថាសម្បូរត្រីមែនតើនេះបាទមកលើកនេះមិនត្រឹមតែមើលសត្វផ្សោតទេគាត់ចាប់បានទាំងត្រីប្រមាមួយទៅឡើងប៉ុណ្ណានៃបាទចង់1គីឡូដឹងសម្រាប់ថ្ងៃបន្ទាប់បាទពេលព្រឹកឡើងអញ្ចឹងទៅពួកយើងបានភ្ញាក់មកដើរលេងមើលតាមមាត់ទន្លេអញ្ចឹងណាបងប្អូនព្រោះថាទីរួមខេត្តគេហ្នឹងគឺនៅតាមបណ្ដោយទន្លេមេគង្គនឹងតែម្ដងនៅក្នុងក្រុងគេណាខ្ញុំសង្កេតឃើញមានផ្ទះបុរាណក៏ដូចជាវត្តអារាមស្អាតជាច្រើនជាពិសេសតាមផ្លូវចូលក្នុងខេត្តក៏ចេះនឹងទៅតាមកម្ពីទៅអីហ្នឹងគឺថាសម្បូរណាបងប្អូននៅផ្ទះឈើណាស្អាតមែនតើចាំចុងវីដេអូខ្ញុំនឹងបង្ហាញផ្ទះបុរាណបាទសសរ100ឥឡូវនេះពួកខ្ញុំឆ្លងដល់ទៅលេងខាងកោះត្រង់សិនសម្រាប់សាឡាងឆ្លងវិញអូធូរថ្លៃមែនតើបាទម្នាក់ 1000 រៀលទេបងប្អូនហើយបើយើងជិះម៉ូតូមកម៉ូតូមួយក៏ 1000 ដែរហើយនិយាយថានេះសុទ្ធតែភ្ញៀវបរទេសគេមកលេងអញ្ចឹងណានៅហ្នឹងគឺដូចជាវាលខ្សាច់មានកន្លែងរមណីយដ្ឋានមានអីទឹកមានឆ្នេរមានអីអាចលេងបានចុះពីសាឡាងបាទខ្ជិលដើរយើងជិះម៉ូតូដប់តាម 1000-2000 រៀលមកដល់លើកោះហ្នឹងតែម្ដងហើយនៅលើហ្នឹងក៏មានវត្តបុរាណដែរហើយថ្មីហ្នឹងគេក៏បានកសាងជាព្រះវិហារថ្មីមួយផងដែរអញ្ចឹងណាហើយនិយាយថាអញ្ចឹងនៅហ្នឹងគឺសម្បូរក្រូចថ្លុងមែនទែនសម្បីតែទីធ្លាក្នុងវត្តហ្នឹងក៏មានក្រូចថ្លុងដែរមកលេងលើកោះនេះយើងអាចជួលជាកង់បាននៅកន្លែងសហគមន៍គេនឹងជិះលេងមើលផ្ទះអ្នកភូមិផ្ទះបុរាណផ្ទះអីអញ្ចឹងណាហើយតាមផ្ទះគេនីមួយៗដឹងតែគេដាំក្រូចថ្លុងហ្មងបងប្អូនហើយជិះកង់ទៅជិះកង់មកបាទមេឃរៀងក្តៅដែរស្រែកទឹកញ៉ាំពូការីស្វេតនេះមួយសិននិយាយទៅពូការីស្វេតនេះអភិវឌ្ឍចេញមកពីសេរ៉ូមនិងបង្កើតឡើងដោយក្រុមហ៊ុនអាសុតនៅប្រទេសជប៉ុនដែលយើងអាចទុកចិត្តបានឥឡូវញ៉ាំហើយមានកម្លាំងស្រស់ស្រាយខ្ញុំមកជាតេសេសតទៀតបាទតេសេសគេនេះគេគិតមួយអាតេសេសហ្នឹង 40000 រៀលនិយាយទៅគេមានតារាងតម្លៃមិនថាការជួលកង់ជួលអីទេគេមានតម្លៃជាសហគមន៍តែម្ដងខ្ញុំឆ្លាញ់ការរៀបចំភូមិគេធ្វើផ្លូវបេតុងបានស្អាតអញ្ចឹងទៅហើយផ្ទះអ្នកភូមិគាត់នៅអញ្ចឹងទៅគាត់ដាំក្រូចដាំផ្កាដាំអីអញ្ចឹងណាទំនងមែនតើហើយសកម្មភាពជាតេសេសនេះគឺថាសប្បាយមែនតើបាទយើងជិះអញ្ចឹងទៅយើងអាចឈប់ចូលផ្ទះអ្នកភូមិយើងចូលមកទិញក្រូចហើយយើងអាចបេះពីដើមមកថ្មីផ្ទាល់អញ្ចឹងតែម្ដងណាហើយនៅរដូវកាលនេះក្រូចថ្លុងនៅហ្នឹងគឺថាពេញឆ្ងាញ់បងប្អូនរៀងផ្អែមបេះភ្លាមឲ្យគាត់ចិត្តយកមកញ៉ាំតែម្ដងបងប្អូននេះមើលសាច់ក្រូចគេនេះនិយាយទៅអត់មានហាងអត់មានអីណារសជាតិក៏រៀងផ្អែមឆ្ងាញ់ដែរបងប្អូនបើសិនជាយើងទុកមួយថ្ងៃពីរថ្ងៃវាភ្លេចដើមទៅកាន់តែផ្អែមភ្លក់មួយហើយត្រូវចិត្តឥឡូវនេះបើគាត់បេះថែមទុកផ្ញើអ្នកផ្ទះអាកាសធាតុរៀងក្តៅដែរបានបូការីស្វេតនេះឯងព្រោះថាគ្មានសារធាតុបន្ថែមពណ៌គ្មានស្ករស្ប៉ានិមិត្តគ្មានសារធាតុកាហ្វេអ៊ីនគ្មានសារធាតុរសាទុកដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយើងហើយមកលេងកោះត្រង់នេះយើងក៏អាចទៅឃើញដើមឈើដែលធំមែនទែនបងប្អូនគេហៅថាដើមរកាមានអាយុកាន់100ឆ្នាំបាទយើងអោប12នាក់អីនោះបានជុំហើយមកលេងកញ្ចេះណា
កុំភ្លេចទិញកាឡានផងបងប្អូនគេល្បីអញ្ចឹងណាកាឡានគេលក់ជាគីឡូគេមានកាឡានខ្ទិះនិងកាឡានធម្មតាបាទរសជាតិឆ្ងាញ់របស់គេមែនបន្ទាប់មកចេញមាននឹងទៅខ្ញុំទៅលេងវត្តរកាកណ្ដាលដែលជាវត្តបុរាណដែលមានអាយុកាលជាង200ឆ្នាំហើយជាតំបន់ទេសចរណ៍តាក់ទាញផងដែរព្រះវិហារបុរាណនេះបានធ្វើឡើងពីឈើក្រញូងនិងដើមឈើតាត្រាវដោយមានក្បាច់ផ្កាភ្ញីនៅតាមហោជាងនិយាយរួមទៅនៅលើតួព្រះវិហារឈើបុរាណនេះទាំងមូលពិតជាអស្ចារ្យខ្លាំងណាស់ទាំងក្រៅទាំងក្នុងក្បាច់ឈើឆ្លាក់យ៉ាងប្រណិតដែលប្រជាពលរដ្ឋនិងអ្នកទេសចរមានជំនឿថាពិតជាវិហារអាចកំបាំងនិងជាទីដ៏ស័ក្តិសិទ្ធិផងដែរហើយក្នុងបរិវេណជាមួយគ្នានឹងផងដែរក៏មានផ្ទះសសរ100ដែលជាផ្ទះបុរាណមួយហើយក៏មានម្ចាស់ផ្ទះរហូតដល់3ជំនាន់មកដល់បច្ចុប្បន្ននេះនៅខាងលើផ្ទះគេមានតាំងជាវត្ថុនិងគ្រឿងសង្ហារឹមបុរាណពីដើមមកក៏ដូចជាព័ត៌មានខ្លះតាក់ទងទៅនឹងប្រវត្តិម្ចាស់ផ្ទះពីចំនួន1ទៅចំនួន1ផងដែរបងប្អូនអាចមកសិក្សាស្វែងយល់នៅទីនេះបានអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយបងប្អូនកុំភ្លេចជួយចែករំលែកខែកញ្ចេះមួយនេះផងបាទជួបគ្នានៅវីដេអូថ្មីទៀតជម្រាបលា